មកដល់អេពីសូតនេះភ្លាមស្អីក៏កំពុងតែពាក់ VR ដើម្បីចូលហ្គេមលេងអញ្ចឹងណាហើយនឹងសួរតួអង្គពីរនាក់នេះថាមានដឹងថាបែរនឹងឈ្មោះអីដែរឬក៏អត់ហើយគេក៏ប្រាប់ថាបែរនឹងឈ្មោះថា Sandra គឺនឹងបញ្ជាក់ពីរូបរាងទូទៅរបស់គាត់នឹងថាស្លៀកតែខោខ្លីមួយនឹងក្បាលរបស់គេពាក់ក្បាលសត្វអីអញ្ចឹងទៅមើលទៅកាន់ Mia នេះវិញគាត់ក៏បានលើកធ្នូបាញ់សម្ដៅទៅកាន់គេឯងទៀតហើយតបមក Reggie ក៏បានប្រាប់ថាកុំបាញ់ណាគេឲ្យសោះដោយសារតែម្នាក់ហ្នឹងក៏ជា player ដែរអត់មើលឈ្មោះពីលើអីទេអីតបមកស្អីក៏សួរទៅកាន់ពីរនាក់ហ្នឹងទៀតថាដឹងថាទិសដៅរបស់បរិសម្នាក់ហ្នឹងរត់ទៅណាដែរអត់ Reggie ក៏និយាយប្រាប់ថាបែរហ្នឹងដូចជាត្រូវពឹសរបស់សត្វពស់រត់ទៅដេកនៅកន្លែងផ្ទះពណ៌សបាត់ហើយចឹងទៅឥឡូវប្រហែលជានៅទីក្រុង Sikandar ដើម្បីជាការថ្លែងអំណរគុណស្អីក៏បានជួប coordinate teleporter មួយឲ្យទៅកាន់កញ្ញាម្នាក់ហ្នឹងទៅដើម្បីទុកជាការអរគុណហើយបន្តមកទៀតគាត់ក៏បានប្រើប្រាស់ skill tap step ប្រើប្រាស់ល្បឿនយ៉ាងលឿនរត់សម្ដៅទៅកាន់ទីតាំងដែលគាត់ចង់ទៅតែម្ដង Reggie ដោយសារតែគេគឺជា player ដែលដឹងព័ត៌មានច្រើនអំពី game មួយនេះដែរនៅពេលដែលឃើញស្លាកនៅផ្នែកខាងក្រោយក្រណាត់តួអង្គរបស់ CE គាត់ក៏ដឹងបដ ாய் ថា CE នឹងគឺជាតួអង្គដែលមកពី clan មួយដែល focus នឹងតាមកម្ចាត់ពួកបិសាច unique monster អីចឹងទៅនឹងបានបញ្យល់ប្រាប់ពួកយើងថាបិសាចទូទៅឬក៏ពួកកូនសត្វអីអស់ហ្នឹងនៅពេលដែលយើងសម្លាប់វាហើយវានឹងចាប់ជាតិម្ដងទៀតនៅកន្លែងដដែលក៏ប៉ុន្តែពួក unique monster អីអស់នេះវិញគឺអត់ដែលមានគេបានជួបនោះទេហើយចំនួនពួក unique monster អស់ហ្នឹងគឺមាន7នៅក្នុងពិភពលោក game មួយនេះដល់អញ្ចឹងទៅអ្នកលេង game ខ្លាំង pro player អីជាដើមហ្នឹងគឺតែ form team form clan ជាមួយគ្នាដើម្បីទៅតាមកម្ចាត់ពួក unique monster អីចឹងណាវាមកមើល Sanraku របស់យើងនេះវិញក៏កំពុងតែភ័យឡើងបែកញើសពេញក្បាលហើយនៅពេលដែលប្រឈមមុខគ្នាជាមួយនឹងអា unique monster មួយក្បាលនេះបន្ទាប់មក unique monster មួយហ្នឹងក៏បានវាយប្រហារមកកាន់ Sanraku តែម្ដង Sanraku ក៏បានប្រឡប់ជាប់និងព្យាយាមកាប់ប្រហារទៅកាន់វាវិញក៏ប៉ុន្តែគ្មានស្គៀបស្បែកអីវាសំបីតែបន្តិចក្នុងចិត្តចេះតែបង្ខំឲ្យខ្លួនឯងសប្បាយចិត្តថាខ្លួននឹងចង់ជួបពួកសត្វខ្លាំងៗអីចឹងទៅក៏ប៉ុន្តែតាមពិតហ្នឹងភ័យឡើងបែកញើសជោគហើយអរគុណព្រះខ្លាំងមែនតើដែលខ្លួននឹងចំណាយពេលមួយយប់ពេញវាយសត្វតូចៗអស់ហ្នឹងបើមិនចឹងទេឥឡូវហ្នឹងគឺត្រូវតែដង្ហើមរបស់វាហ្នឹងក៏ងាប់ដែរតោះមក Sanraku ក៏បាន switch អាវុធរបស់ខ្លួនហ្នឹងទៅជា Vorpal Chopper វិញនិងប្រើប្រាស់ skill slide step ជន់ទៅលើដុំថ្មដែលកំពុងហោះហ្នឹងម្ដងមួយសម្រុកទៅកាប់ក្បាលរបស់ unique monster មួយហ្នឹងក៏ប៉ុន្តែនៅតែមិនធ្វើឲ្យវាកើតដដែលភ្លាមៗនោះស្រាប់តែ unique monster មួយហ្នឹងវាក៏ចាំបាំងកាយគឺដោយសារតែពន្លឺលោកខែនៅខាងលើហ្នឹងត្រូវបាំងដោយពពកក៏ចឹងទៅវាក៏បានបាំងកាយនិងវាឆ្មោះទៅកាន់ Sanraku ម្ដងខាងនេះម្ដងខាងនោះ Sanraku ក៏នៅតែបន្តរត់គេចនិងបានវាយបកទៅកាន់អាសត្វ unique monster ហ្នឹងផងដែរក៏ប៉ុន្តែវេទនាមែនតើបន្ទាប់មកវាក៏បានបញ្ចេញរូបរាងមកពិតលែងលាក់បាំងអីទៀតហើយដោយសារតែពន្លឺលោកខែហ្នឹងលែងមានពពកបាំងទៀតហើយបន្ទាប់មកអ្នកទាំងពីរហ្នឹងក៏បានព្យាយាមវាយកាប់គ្នាទៅមកមួយសន្ទុះធំអីចឹងទៅតួអង្គឯប្រុសរបស់យើង Sanraku ហ្នឹងក៏ព្យាយាមនិយាយលើកទៅចិត្តខ្លួនឯងថាលេងហ្គេមកាមកកាភ្លោះនៅតែលេងឈ្នះតម្រាំតាហ្គេមហ្នឹងលេងមិនដែលលែកអីសំបីតែបន្តិចរឿងអីវាយមិនឈ្នះធ្វើឲ្យតែវាហ្នឹងរៀងខ្លាំងជាងមែនក៏ប៉ុន្តែគេនៅតែអាចព្យាយាមបានបន្ទាប់មកបិសាចច unique monster មួយហ្នឹងក៏ចាប់ផ្ដើមលូបដ ாய் មិនលូហៅគ្នាអីទេដូចជាបង្កើនធម៌ពលអីមួយចាប់ឲ្យ Sanraku ហ្នឹងរើអត់រួចសោះហើយពពកហ្នឹងក៏បានមកបាំងលោកខែសាជាថ្មីធ្វើឲ្យវាហ្នឹងមកបាំងកាយបានបន្ទាប់មកវាក៏បានប្រើប្រាស់ skill របស់វាបំបាំងកាយវាយប្រហារទៅកាន់ Sanraku ឲ្យដាច់ជើងទាំងទ្វេតែម្ដង Sanraku ដូចជាគ្មានអីតដៃតទៀតទេដោយសារតែឈាមរបស់ខ្លួនហ្នឹងគឺនៅសល់តែមួយកូដក៏បាននិយាយគ្នាជាមួយនឹងអាបិសាច unique monster ហ្នឹងតែម្ដងថា Ligagon ណៃកុំឲ្យអាណាគេវាយឈ្នះឯងអសោះណាចាំយើងត្រឡប់មកវិញនឹងបដូរឯងឲ្យបានដោយសារតែ game មួយនេះគាត់លែងខ្វល់ពីសាច់រឿងឬក៏ final boss អីហើយគឺសំខាន់ត្រូវតែឈ្នះអាមួយឯងដែលឈ្មោះថា Ligagon the Night Slayer ហើយបន្តមកទៀត Ligagon the Night Slayer មួយហ្នឹងវាក៏បានខំហែកស៊ីខ្លួនប្រាណរបស់ Sanraku នឹងតែម្ដងតមកសាច់រឿងក៏បានបង្ហាញឲ្យឃើញថាអេក្រង់លោតមកមួយប្រាប់ថាលើនេះខ្លួនប្រាណរបស់ Sanraku នឹងគឺត្រូវ curse របស់ Ligagon the Night Slayer ហ្នឹងហើយញាក់ដឹងខ្លួនមកវិញ Sanraku នឹងក៏បានរកឃើញថាខ្លួនឯងនឹងកំពុងតែមានស្លាកស្នាមឡើងពេញហ្នឹងអេក្រង់របស់ game ក៏បានលើកបង្ហាញមកប្រាប់ថាស្លាកស្នាមហ្នឹងគឺជា curse របស់ Ligagon the Night Slayer ផលវិបាកដែលការទទួលបាននៃ curse របស់ Ligagon ហ្នឹងគឺវាយសត្វតូចៗដោយលើកមុនលែងបានហើយនៅពេលដែល Sanraku ដើរទៅជិតពួកហ្នឹងប្រកាសជាដឹងពីរដ្ឋពលអំណាចរបស់ Ligagon the Night Slayer ពួកវាប្រកាសជារត់ខ្ទេចខ្ទីនិយាយគ្នាជាមួយនឹង player ឬក៏ NPC ប្រកាសជាលែងមានប្រសិទ្ធភាពដូចមុនព្រោះថាពួកគេឃើញពីស្លាកស្នាមរបស់សត្វ unique monster មួយនេះហើយចំពោះអាវុធពិសេសផ្សេងដែលគេអាចយកដាក់តាមខ្លួនបានហ្នឹងក៏មិនអាចដាក់បានដោយលើកមុនដូចគ្នាដោយមួម៉ៅក្តៅក្រហាយនឹងខឹងជាមួយនឹង game នេះខ្លាំងពេក Sanraku ហ្នឹងក៏ស្ងាត់មាត់ឆឹងអត់និយាយអីហ្មងនិយាយលួងខ្លួនឯងថាថ្ងៃហ្នឹងដូចជាទេសភាពល្អបន្ទាប់មកក៏បានដើរចេញក្រៅនិងស្រែកមួយទំហឹងតែម្ដងដោយសារតែទ្រាំលេងបានថា game មួយនេះវាឈួតឬក៏ឡប់អីចឹងទៅបន្ទាប់មកក៏សម្រួលអារម្មណ៍បានវិញដោយសារតែធ្លាប់លេង game កាឡើងឆ្អែតឆ្អន់ហើយចឹងទៅគឺយើងត្រូវតែសារស្មារតីឲ្យនឹងណកុំឈឺក្បាលកុំ stress ធ្វើមួយត្រូវតែមានការអត់ធ្មត់ចឹងទៅយើងនឹងអាចសម្រេចការងារធំបានបន្ទាប់មកគេក៏មកដើរនៅកន្លែងផ្លូវដឿងហែមនេះមួយបើកអេក្រង់ game របស់គេមកមើលដើម្បីយកបន្ទូដែលនៅសេសសល់ហ្នឹង upgrade សមត្ថភាពរបស់ខ្លួនឯងឲ្យខ្លាំងឬក៏ល្បឿនលឿនជាងមុននេះចឹងទៅប៉ុន្តែ level នៅបន្ទូ
ពួកអស់ហ្នឹងអីវាតូចខ្លាំងពេក upgrade អីមិនកើតឬក៏មិនចង់បានអីចឹងទៅគេក៏តុកសិចភាសាទៀតបន្ទាប់មកក៏មានកូនទន្សាយមួយធ្លាក់មកពីលើត្រូវក្បាលរបស់សាន់រ៉ាគូនឹងដួលដល់ដីអីចឹងទៅបន្ទាប់មកកូនទន្សាយមួយហ្នឹងក៏បានលើកដៃបកហៅឲ្យរត់មកតាមខ្លួនរួចហើយក៏បានរត់តាមផ្លូវឌឿងហែមហ្នឹងចលឡើងក៏បានទៅបើកទ្វារនៅកន្លែងផ្លូវផ្ទាល់មួយនឹងបានដើរចូលទៅក្នុងនឹងបានសាន់រ៉ាគូនៅពេលដែលឃើញចឹងក៏រៀងមិនសូវជាទុកចិត្តប្រហែលទេអត់ហ៊ានបើកទ្វារចូលទេបន្ទាប់មកគេក៏នឹកឃើញការគេអានសភៅណែនាំដែលគេរៀបរាប់ពីហ្គេមនេះលើកដំបូងហ្នឹងគឺមានទីតាំងមួយដែលឈ្មោះថា Unique Scenario ដែលកីឡាករឬក៏អ្នកលេងផ្សេងៗហ្នឹងមិនដែលលេងបានជួបប៉ះអីទេដោយឃើញអក្សរនៅលើទ្វារមួយហ្នឹងនិយាយពាក្យថា Unique Scenario ផងបន្ទាប់មកគេក៏បានបើកទ្វារមួយហ្នឹងនឹងចូលទៅក្នុងនឹងបាត់ទៅដើម្បីទទួលបានបទពិសោធន៍ថ្មីអីចឹងណាតែពេលដែលសាន់រ៉ាគូចូលទៅក្នុងបាត់សាច់រឿងក៏បានបង្ហើបឲ្យឃើញកន្លែងពាក្យសរសេរនៅលើក្តារនឹងម្ដងទៀតគឺគេ recommend ឲ្យតែអ្នក level 80ឡើងលើចូលទេហើយបើងាកមើល level របស់សាន់រ៉ាគូរបស់យើងណែវិញ level របស់គេគឺត្រឹមតែ28តែប៉ុណ្ណោះចូលមកដល់ក្នុងក៏ជាទីតាំង Rabbit Chosa ផងដែរដែលនេះគឺជាទីក្រុងទន្សាយតែម្ដងកំពុងតែដើរមើលទីតាំងនៅកន្លែងហ្នឹងសុកក៏ស្រាប់តែមានកូនទន្សាយមួយមកពីក្រោយស្រែកហៅឈ្មោះខ្លួនមួយទំហឹងតែម្ដងឡើងភ្នែកកូនទន្សាយមួយនៅផងដែរគឺមានឈ្មោះថា Emul កំពុងតែបញ្ចុះបញ្ចូលធ្វើម៉េចនាំសាន់រ៉ាគូនឹងទៅជួបចៅហ្វាយរបស់គេដែលឈ្មោះថា Rabbit Chosa នឹងឯងនឹងរៀបរាប់សរសើរពីស្នាដៃរបស់សាន់រ៉ាគូនឹងហ៊ានវាយុទ្ធតតាំងជាមួយនឹង Unique Monster តែឯងទៀតតែសាន់រ៉ាគូនឹងក៏ឆ្ងល់ថាសរសើរខ្លួនធ្វើអីបើខ្លួននឹងមិនបានកាប់ចំវាឬក៏ធ្វើឲ្យរបួសស្បែកវាសំបីតែបន្តិចផងហ្នឹង Emul ក៏និយាយប្រាប់ថាធ្វើបានប៉ុណ្ណឹងគឺល្អហើយល្អខ្លាំងយកទៅមែនទែនព្រោះថាសត្វពួក Unique Monster អស់ហ្នឹងគឺវាសាហាវខ្លាំងណាស់មើលតែស្នាមនៅលើខ្លួនរបស់បែឯងហ្នឹងទៅគឺដឹងហើយពួក Night Monster អស់ហ្នឹងមិនមែនចាត់ទុកឯងជាសត្វជាមងាប់ចោលអីនោះទេគឺចាត់ទុកឯងគឺជាបងប្អូនជីដូនមួយឬក៏ខុសចំនួនអីតែម្ដងសាន់រ៉ាគូនៅពេលដែលឃើញកូនទន្សាយជា NPC មួយនេះនិយាយមិនឈប់មិនចូលអញ្ចឹងខ្លួនក៏ចេះតែឆ្ងល់មើលទៅកាន់តារាងដែលគេណែនាំអំពី curse របស់សត្វ Unique Monster មួយហ្នឹងដូចជានិយាយទៅប៉ះពាល់ NPC ឬក៏អីមិនអញ្ចឹងទៅហើយនេះគឺជាផលប៉ះពាល់មែនទេក៏យ៉ាងម៉េចខ្លួនមើលយល់នោះទេតមកទៀត Emul ដែលជាកូនទន្សាយតូចហ្នឹងក៏បាននាំសាន់រ៉ាគូទៅជួបឪរបស់គេតែម្ដងក៏ប៉ុន្តែសម្ដៅលើ Emul ឯនេះវិញគឺគាត់ហៅប៉ារបស់គាត់ថាជាចវាយហើយរដងហ្នឹងមិនសូវជាចេះចាំប្រហែលទេតែផ្លេចរហូតតមកក៏នាំសាន់រ៉ាគូហ្នឹងឡើងចន្ទាដើម្បីទៅទីតាំងដែលចវាយរបស់គេហ្នឹងកំពុងតែផ្ទុំលក់អីអញ្ចឹងទៅធ្វើដំណើរតាម Emul ឡើងចន្ទាផងឲ្យផងទីបំផុតតមកក៏បានជួបគ្នាជាមួយនឹងអ្នកដឹកនាំនៅ Rabbit Chosa ហ្នឹងតែម្ដងដែលគាត់ហ្នឹងគឺមានឈ្មោះថា Visache សាន់រ៉ាគូនៅពេលដែលឃើញវត្តមានរបស់មេ Rabbit Chosa ដែលឈ្មោះថា Visache ហ្នឹងគេក៏ចាប់ផ្ដើមបែកញើសបដ យនិយាយទៅបាក់ស្បាតភ័យឡើងញ័រខ្លួនងាកមកមើលឈុតឆាននៅកន្លែងហាងលក់ហ្គេមរបស់កញ្ញាម៉ាណាណែវិញហ្នឹងរ៉េក៏បានមកជួបគ្នាជាមួយនឹងគាត់នៅកន្លែងហាងម៉ាណាឃើញទឹកមុខសពតសពូនពេកហ្នឹងក៏សួរទៅកាន់រ៉េរកអត់តាន់ឃើញរ៉ាការ៉ូនៅក្នុងហ្គេម SLF ហ្នឹងឯមែនថារកអត់ឃើញនោះទេបើទោះបីជារកមើលឈ្មោះ player ដែលមានឈ្មោះថាសាន់រ៉ាគូហ្នឹងក៏រកអត់ឃើញដូចគ្នាម៉ាណាសានគាត់លឺអញ្ចឹងគាត់ក៏អស់សំណើចរបៀបស្នេហាក្មេងៗអញ្ចឹងនិយាយលើកទឹកចិត្តទៅកាន់រ៉េមកស្ទុះហើយគាត់ក៏សួរមិនក៏មិនសារភាពស្នេហ៍ប្រាប់ទៅកាន់រ៉ាការ៉ូហ្នឹងតែម្ដងទៅរ៉េគាត់ទៅលឺអញ្ចឹងមកឡើងក្រហមដោយសារតែគេហ្នឹងអៀនខ្លាំងពេកមួយសទុះក្រោយមកយើងក៏ឃើញតួអង្គស្រីមួយដែលឈ្មោះថា Rumi នឹងប្រាប់អ្នកផ្ទះថាឥឡូវនេះគេត្រូវចេញទៅសាលាសិនហើយនៅធ្វើការធ្វើអីទៀតចេញទៅមកផ្ទះរៀងយឺតតិចដែលតួអង្គស្រីម្នាក់នឹងជាប្អូនស្រីរបស់តួអង្គប្រុសយើងនោះអីរ៉ាការ៉ូក៏មិនសូវបានចាប់អារម្មណ៍អីច្រើនដែរបើក tablet របស់ខ្លួននឹងអានព័ត៌មានផ្សេងៗអំពី game SLF មួយហ្នឹងក៏ប៉ុន្តែអាចចង់អានឡើងហ្នឹងគឺគ្មានឃើញព័ត៌មានណាដែលតាក់ទងជាមួយនឹង Unique Monster ដែលខ្លួនបានជួបកាលពីលើកមុនសោះហើយខ្លួននឹងក៏ត្រូវជួបជាមួយនឹងមេបយាគុសានៅក្នុង game ហ្នឹងទៀតដល់ដឹងថាត្រូវដោះស្រាយមិនខ្លះទេវិសាឆេនៅពេលដែលដឹងពីការវាយគ្នារបស់តួអង្គប្រុសរបស់យើងនឹងជាមួយនឹងអាសត្វបិសាចសាហាវផ្សេងៗហ្នឹងគាត់ក៏សរសើរទៅការ Vopa Soul របស់តួអង្គយើងនឹងខ្លាំងមែនតើក៏ប៉ុន្តែសាន់រ៉ាគូនឹងអត់យល់នោះទេថា Vopa Soul នឹងគឺជាអីប្រកបហើយវិសាឆេហ្នឹងគាត់ក៏និយាយប្រាប់ថាគាត់នឹងមានរបស់របរឲ្យមួយនិយាយទៅពិសេសខ្លាំងមែនតើសាន់រ៉ាគូនៅពេលដែលលើអញ្ចឹងតាមបទពិសោធន៍របស់គេដែលធ្លាប់លេងហ្គេមកន្លងមកហ្នឹងគឺដូចជាទៅជួបនឹងពីណាគេហើយម្នាក់ហ្នឹងជាអ្នកបង្រៀនឲ្យគេលេងហ្គេមឬក៏ ability របស់គេនឹងខ្លាំងជាងមុនអីចឹងណាចឹងទៅគេក៏យល់ព្រមលុតជង្គង់ទទួលយកការ training មួយនឹងបដ ហើយនឹងបាននិយាយពាក្យមួយម៉ាត់ថាអរគុណទៅកាន់បងប្រុសហើយនៅពេលដែលអញ្ចឹងទៅ Versace ក៏បានធ្វើមុខដូចជាមើលខ្លាំងមែនទែននៅពេលដែលឮថាសាន់រ៉ាគូនឹងហៅខ្លួនថាបងប្រុសអញ្ចឹងដើរទន្ទ្រាំជើងឡើងមួយទំហឹងទៅកន្លែងរបស់សាន់រ៉ាគូខំតែភ័យថាអូចប់ហើយក៏ប៉ុន្តែមានឯណា Versace ហ្នឹងគាត់ពេញចិត្តមែនទែននៅពេលដែលសាន់រ៉ាគូហៅគាត់ថាបងប្រុសអញ្ចឹងក៏ប៉ុន្តែគាត់នៅតែប្រាប់ថាឲ្យហៅគាត់ថា Vas មកដោយសារតែគេគ្រប់គ្នានឹងហៅគាត់ថាអញ្ចឹងតមកគាត់ក៏បានចាត់ចែងឲ្យ Emul នឹងរៀបចំចាត់ចែងមើលការខុសត្រូវទៅកាន់សាន់រ៉ាគូនឹង
ទៅហើយគាត់ក៏បានដើរចូលទៅកន្លែងបន្ទប់សម្រាកអ៊ីមូលក៏រកនាំសាន់រ៉ាគូនឹងទៅមើលកន្លែងរៀបបល្ល័ង្កឬក៏ទីតាំងផ្សេងៗនៅកន្លែងហ្នឹងហើយក៏ប៉ុន្តែសាន់រ៉ាគូប្រាប់ថាសូមចេញពីហ្គេមសិនដោយសារតែខ្លួននឹងលេងហ្គេមរៀងយូរដែរហើយតែតែពិតនឹងគាត់ចង់ទៅក្រៅដើម្បីស្វែងរកព័ត៌មានបន្ថែមអំពី unique scenario និង unique monster នោះទេហើយនាំដើរឲ្យស្គាល់កន្លែងផ្ទះឬក៏រាជវាំងអីហ្នឹងមិនបានចឹងទៅអ៊ីមូលក៏គិតថានាំសាន់រ៉ាគូនឹងទៅរកកន្លែងដេកកន្លែង save game អីចឹងទៅហើយសាន់រ៉ាគូនៅពេលដែលឮចឹងក៏អបដោយមិនបាច់ទៅរកកន្លែងផ្សេងដើម្បីដេកនិង save game អីទេមាននៅកន្លែងស្រាប់តែហ្មងវិសាឆេប៊ីនឹងផ្លេចចឹងទៅគាត់ក៏បានបោះខ្សែកមួយចូលទៅកាន់ករបស់សាន់រ៉ាគូនិងរឹតបន្តឹងតែម្ដងអត់ឲ្យសាន់រ៉ាគូនឹងដោះខ្សែកនឹងចេញទេខ្សែកមួយហ្នឹងគឺមានឈ្មោះថា Verpal Cola ដែលខ្សែកមួយហ្នឹងនៅពេលដែលពាក់កទៅលើពីណាគេហើយម្នាក់ហ្នឹងអត់អាចឡើង level លឿនបានទេគឺត្រូវកាត់បន្ថយ 50% ប៉ុន្តែក៏ទទួលបានបន្ទុកគុណនឹង 2.5 ដែលបន្ទុកមួយហ្នឹងគឺត្រូវយកដើម្បីទៅអភិវឌ្ឍតួអង្គមួយហ្នឹងឲ្យមានសមត្ថភាពខ្លាំងអាកន្លែងផ្នែកផ្សេងអីចឹងទៅសាន់រ៉ាគូគាត់ set មែនតើដូចជាមិនសូវពេញចិត្តអាការដែលធ្វើបែបហ្នឹងនោះទេប៉ុន្តែវិសាឆេគាត់ប្រាប់ថាធ្វើចឹងទៅដើម្បីសមត្ថភាពរបស់យើងកាន់តែខ្លាំងជាងមុននៅពេលដែលយើងកំពុងតែ training ហើយនៅពេលដែល training ចប់គាត់នឹងដកខ្សែកហ្នឹងចេញមកវិញហើយនៅពេលដែលចេញពី game ហ្នឹងវិញខ្លួនក៏ស្រាវជ្រាវរកមើលព័ត៌មានផ្សេងអំពី unique scenario unique monster ក៏ដូចជាខ្សែក Verpal Cola នឹងផងដែរក៏ប៉ុន្តែដូចជាមានព័ត៌មានអីណាផ្សេងដែលនិយាយពីពួក item អីអស់ហ្នឹងសោះចឹងទៅខ្លួនក៏មានអារម្មណ៍ថាដូចជាសប្បាយចិត្តផងដែរដែលសារតែមានតែខ្លួនមួយទេដែលដឹងអំពីរឿងអស់នេះក្នុងការលេងហ្គេមមួយហ្នឹងងាកមើលមកក៏ឃើញថាវាដូចជាម៉ោង 11 កន្លះហើយចឹងទៅខ្លួនក៏គិតថានឹងដូរហ្គេមលេងសាកមើលបើហ្គេម Berserk មួយដើម្បីចូលទៅវាយគ្នានៅក្នុងហ្គេមហ្នឹងអីចឹងហើយហ្គេមមួយហ្នឹងមិនជាប្រភេទហ្គេមគុណភាពឬក៏សប្បាយលេងទេគឺជាហ្គេមកាកខ្លាំងយកទៅមែនតើមិនសូវជាមានពីណាគេលេងនោះទេអ្នកដែលនៅលេងហ្នឹងគឺសិតតែស្គាល់គ្នាទាំងអស់ហើយសុទ្ធតែជាពពួកអ្នកដែលប្រមាញ់ហ្គេមកាក player ផ្សេងក្រៅពីហ្នឹងគ្មានពីណាគេបើហ្គេមនឹងចូលលេងទេបន្ទាប់មកសាន់រ៉ាគូក៏បានជួបគ្នាជាមួយនឹងមិត្តភក្តិចាស់របស់ខ្លួនដែលឈ្មោះថា Modo Katsu នឹងបានបន្តវាយគ្នានៅកន្លែងហ្នឹងទៅប្រើប្រាស់ skill តាមរយៈកំហុសបច្ចេកទេសរបស់ហ្គេមរៀងៗខ្លួនព្រោះថាហ្នឹងគឺជាហ្គេម KO ហើយអ្នកទាំងពីរហ្នឹងក៏បានវាយគ្នាមួយសន្ទុះអ្នកផ្សេងហ្នឹងក៏បានផ្ទុះមកមើលពេញហ្នឹងព្រោះថាទាំងពីរអ្នកហ្នឹងគឺជា legend នៅក្នុងហ្គេមហ្នឹងអស់សន្ទុះក្រោយមកអ្នកមកមើលហ្នឹងក៏បន្តបានមកជុំចិត្តស្រួលបួលផងសាន់រ៉ាគូហ្នឹងក៏បានវាយចាញ់សម្លាញ់របស់គេបានហើយបន្តមកក៏និយាយបញ្ចុះបញ្ចូលទៅកាន់សម្លាញ់របស់គេដែលឈ្មោះថា Modo Katsu ហ្នឹងឲ្យទៅលេងហ្គេម SLF ដែរអញ្ចឹងនឹងនិយាយប្រាប់ពីព័ត៌មានដែលខ្លួនអាចដឹងអំពីហ្គេមមួយហ្នឹងថាមាន unique monster ដល់ទៅ7ក្បាល player ផ្សេងទាំង40លានអ្នកហ្នឹងគឺគ្មានពីណាគេដឹងទេគឺមានតែ4ក្បាលហើយអត់ទាន់មានណាគេវាយប៉ះជាមួយនឹង unique monster ឬក៏កម្ចាត់ពួកវាបាននៃសំបីតែមួយដូខាត់ស៊ូនៅពេលដែលលើអញ្ចឹងគេក៏ចាប់អារម្មណ៍និងបាននិយាយប្រាប់ទៅកាន់សាន់រ៉ាគូថាខ្លួនហ្នឹងក៏ចាប់ផ្ដើមលេងហ្គេមហ្នឹងដែរចាប់ពីស្អែកទៅហើយគេក៏បានទទួលសារមួយពី you know who ផងដែរដែលម្នាក់ហ្នឹងក៏ចូលរួមលេងនៅក្នុងហ្គេម SLF ដូចគ្នាហើយរឿងក៏បានបង្ហាញឲ្យឃើញតួអង្គ who you know នេះផងដែរដែលតួអង្គស្រីម្នាក់ហ្នឹងក៏កំពុងតែវាយកម្ចាត់ NPC ក៏ដូចជា player ផ្សេងនៅកន្លែងហ្នឹងឡើងធ្វើឲ្យតារាងនៅលើក្បាលរបស់ខ្លួនហ្នឹងមានក្បាលខ្មោចនៅខាងលើហ្នឹងទៀតតាមពិតទៅហ្នឹងកញ្ញាម្នាក់ហ្នឹងគឺចូលលេង SLF UI ដែលពេលដែលដឹងថាទូប្រុសរបស់យើងចូលមកលេងហ្គេមក្នុងហ្នឹងដែរនេះក៏បានចាប់ផ្ដើមញញឹមនិងគិតថាថ្ងៃស្អែកចាំមើលទៅណែនាំខ្លួនជាមួយនឹងអប៉ែហ្នឹងអាណានៃម្ដងមើលហើយឥឡូវនេះតួអង្គប្រុសរបស់យើងសានរ៉ាគូហ្នឹងក៏បានបើកហ្គេមចូលលេងសារជាថ្មីនៅក្នុងហ្គេម SLF ហ្នឹងហើយនឹងបានបើកទ្វារ teleport ចេញពីពិភពទឹកដី Rabbit Tusa ជាមួយនឹងកូនទន្សាយមួយនេះផងដែរហើយគេក៏មានកម្រងដើម្បីធ្វើដំណើរទៅកាន់ទីក្រុងទី3 Third Ruma ឲ្យលឿនផងដែរដើម្បីកុំឲ្យមានមនុស្សម្នាមកជុំខ្លួនមើលនេះមើលនោះច្រើនកូនទន្សាយអីមួយហ្នឹងក៏មិនសូវជាយល់ការនិយាយឬក៏កម្រងការរបស់សានរ៉ាគូផងដែរក៏ប៉ុន្តែខ្លួនចេះតែអើឬក៏អូខេអញ្ចឹងទៅមួយសន្ទុះក្រោយមកសានរ៉ាគូក៏ឃើញផ្ទាំងមួយលោតនៅនឹងមុខមានតែគេ invite ចូល party អីចឹងតែតាប៉ុណ្្នឹងគឺជាអេមូលនោះទេដែលជាអ្នក invite ឲ្យចូល party មួយហ្នឹងដើម្បីកុំឲ្យវង្វេងគ្នាបាត់អីចឹងទៅឆែកមើលបន្ទូ state របស់ទន្សាយមួយហ្នឹងក៏ឃើញថាបន្ទូរបស់គេហ្នឹងដូចជារៀងខ្ពស់ជាងបន្ទូរបស់ខ្លួនទៀតសានរ៉ាគូហ្នឹងក៏ sad ដោយគិតថាសូម្បីតែកូនទន្សាយមួយហ្នឹងក៏សមត្ថភាពដូចជាគ្រាន់បើជាងខ្លួនដែរប៉ុន្តែអត់អីទេលេងយូរទៅហ្នឹងបន្ទូរបស់ខ្លួនប្រកាសជាខ្ពស់វិញបន្ទាប់មកអ្នកទាំងពីរក៏បានធ្វើដំណើរចេញពីដឿងហែមួយហ្នឹងកូនទន្សាយអេមូលក៏បានឡើងទៅជិះលើស្មារបស់សានរ៉ាគូទៅបន្ទាប់មកក៏មាន player ស្រីៗ2នាក់ដែលមកកាត់ឃើញសានរ៉ាគូជាមួយនឹងកូនទន្សាយនិយាយពីថា Q ខ្លាំងមែនតែនចង់សួរទៅកាន់សានរ៉ាគូថាបានកូនទន្សាយហ្នឹងមកពីណាមកពីណីខ្លះក៏ប៉ុន្តែសានរ៉ាគូអត់ប្រាប់នោះទេដើម្បីកុំឲ្យបែកការ unique monster ឬក៏ unique scenario អីអស់ហ្នឹងបន្ទាប់មកដោយស្រីៗ2នាក់ហ្នឹងសួរព័ត៌មានច្រើនពេកទៅកាន់កូនទន្សាយមួយហ្នឹងកូនទន្សាយហ្នឹងរនិយាយរកប្រាប់អីទៀតចឹងទៅសានរ៉ាគូក៏បានបិទមាត់កូនទន្សាយមួយហ្នឹងនឹងរត់ទៅបាត់ឲ្យឆ្ងាយទៅក៏ប៉ុន្តែអានីណូលីហ្នឹងមិនទាន់អស់ចិត្តនោះទេដែលចង់បានកូនទន្សាយមួយហ្នឹងវាខ្ជូរក៏បាន screenshot រូបមួយហ្នឹងយកទៅប្រើប្រាស់ឬក៏សួរពីណាពីណីអីចឹងទៅមួយសន្ទុះក្រោយមកសានរ៉ាគូជាមួយនឹងកូនទន្សាយហ្នឹងក៏បានរត់ចេញមកក្រៅគ្មានមនុស្សម្នាអីមកកន្លែងហ្នឹងមករំខាននោះទេហើយសានរ៉ាគូហ្នឹងក៏បានព្យាយាមសួរទៅកាន់កូនទន្សាយឬក៏ research អីផងដែរដើម្បីដោះស្រាយបញ្ហាស្លាកស្នាម curse នៅជុំ
ុំវិញខ្លួនរបស់គេនេះព្រោះថានិយមន័យហ្នឹងគេក៏បានប្រាប់ថាស្លាកស្នាមហ្នឹងមាននៅលើខ្លួនសត្វល្អិតតូចៗឬក៏អីហ្នឹងវាអត់នៅចិត្តយើងនោះទេរត់ចេញតែម្ដងនិយាយមិនតនឹងផុតពីមាត់ផងក៏មានពពែមួយរត់បល់យ៉ាងលឿនសម្ដៅមកបុកសានរ៉ាគូអីចឹងណាគ្រាន់តែរត់មកជិតភ្លាមឃើញស្លាកស្នាមខុសនៅលើខ្លួនរបស់សានរ៉ាគូចឹងវាក៏ភ័យនឹងបានរត់បល់ចេញទៅវិញយ៉ាងលឿនបណ្ដោយឱកាសមួយហ្នឹងសានរ៉ាគូក៏មិនឲ្យវារត់រួចខ្លួនស៊ូបូនោះទេវាក៏បានរត់ដេញតាមនឹងបានយកបន្ថែរបស់ Goblin ហ្នឹងគប់ស្កាត់មុខរបស់វាបន្ទាប់មកក៏បានយក Warpal Chopper ចាក់សម្លាប់អាសត្វពពែនឹងតែម្ដងកូនទសៃអ៊ីមូហ្នឹងក៏សរសើរថាទឹកដៃរបស់សានរ៉ាគូហ្នឹងអែមខ្លាំងមែនតែនបន្ទាប់មកទៀតសានរ៉ាគូក៏បាននិយាយប្រាប់ពីគម្រោងការរបស់ខ្លួនទៅកាន់អ៊ីមូតែម្ដងថាសត្វតូចៗពួកនៅកដោព្រៃឯហ្នឹងគឺអត់វាយវានោះទេគឺទៅរក boss របស់ពួកវាតែម្ដងដើម្បីកម្ចាត់វាចោលនិងឡើង level ឲ្យលឿនៗកូនទសៃហ្នឹងក៏លន់មាត់ថាចំផែនការអីចេះដូចជាអសូរសោះអញ្ចឹងហើយកូនទសៃតូចហ្នឹងក៏មិនបានប្រកែកលន់មាត់អីតទៀតដែរក៏បានធ្វើដំណើរជាមួយនឹងសានរ៉ាគូដើម្បីទៅវាយសត្វមេធំក៏ដូចជាធ្វើដំណើរទៅកាន់ទីក្រុងទី3 Serema ផងដែរធ្វើដំណើរមួយសន្ទុះក៏បានមកដល់ទីតាំងមេរបស់ពួកសត្វអីអស់ហ្នឹងហើយអ៊ីមូហ្នឹងក៏រអ៊ូថាមិនក៏នាំខ្លួនមកដើរចូលកន្លែងភក់នេះអញ្ចឹងប្រឡាខ្លួនអស់លិញហើយបន្ទាប់មកខ្លួនក៏ប្រាប់ថាបិសាចនៅកន្លែងទីតាំងភក់មួយនេះគឺឈ្មោះថា Matiger មួយសន្ទុះក្រោយមកក៏ឮសលេងក្ដួងក្ដាមក៏គិតថាសត្វបិសាចហ្នឹងមាននឹងចេញមកពីភក់ហ្នឹងហើយអញ្ចឹងទៅកូនទសៃអ៊ីមូហ្នឹងក៏បានឡើងទៅតោងស្មារបស់សានរ៉ាគូទៅហើយបន្ទាប់មកយើងក៏ឃើញអាសត្វមួយហ្នឹងផុសចេញពីភក់មកបដ ដោយខ្លួនរបស់វានឹងដូចជាសត្វឆ្លាមអញ្ចឹងក៏ប៉ុន្តែវាមានដៃមានជើងអាចវាបាន